សូមគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថាព្រៃភ្នំភ្ជាប់បេះដូងសូមអញ្ជើញប្រិយមិត្តសន្តាប់ដូចតទៅបន្ទាប់ពីខូចចិត្តរឿងស្នេហាខ្ញុំចង់តែគេចចេញឲ្យបាត់ពីលើផែនដីនេះទេខ្ញុំលែងខ្វល់ថាអ្វីជាអ្វីហើយខ្ញុំមិនខ្វល់ពីមនុស្សនៅជុំវិញខ្លួនមិនខ្វល់ពីមិត្តភក្តិហើយក៏មិនខ្វល់សូម្បីតែគ្រួសារដែលធ្លាប់តែផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកតើខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះឬហេតុអ្វីក៏ខ្ញុំបណ្ដោយឲ្យស្នេហាអូសទាញខ្ញុំបានដល់ថ្នាក់នេះប៉ុន្តែបើគិតទៅដល់ស្នេហាដ៏សែនចម្រូងចម្រាសខ្ញុំពិតជាឈឺចិត្តយ៉ាងខ្លាំងឈឺចិត្តរហូតដល់លែងចង់ធ្វើអ្វីគ្រប់បែបយ៉ាងហេតុអ្វីក៏ស្នេហាមានឥទ្ធិពលដល់ថ្នាក់នេះអញ្ចឹងទេតើបានមានអ្នកខ្លះដល់ថ្នាក់សម្លាប់ខ្លួនអ្នកខ្លះខូចចិត្តរហូតដល់ឈួតសរសៃប្រសាទក៏មានតែខ្ញុំសង្ឃឹមថាមិនអីទៅចុះខ្ញុំកំពុងតែដើរនៅលើដងវិធីមួយនៃរាជធានីភ្នំពេញថ្មនេះម៉ោង 7 យប់ទៅហើយខ្ញុំមិនខ្វល់ថាពេលណាទៅដល់ផ្ទះនោះទេចង់យ៉ាងម៉េចក៏យ៉ាងនឹងទៅចុះអ្វីលែងមានន័យទៀតហើយភ្លៀងធ្លាក់មកល្មមខ្ញុំចាប់ផ្ដើមយំប្រណាំងជាមួយនឹងទឹកភ្លៀងនឹងហើយមនុស្សកំពុងតែវេទនាស្រាប់មកធ្វើឲ្យវេទនាបន្ថែមទៀតក៏មិនអីដែរនេះបានហៅថាកម្មលើកម្មខ្ញុំដើរដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ចង់คลายទៅជាអ្វីក៏មិនខ្វល់ដែរកំពុងតែដើរស្រាប់តែមានអ្វីម្យ៉ាងមកបុកខ្ញុំមួយទំហឹងរហូតដល់ខ្ញុំដួលទៅលើដីហើយមានអារម្មណ៍ដល់អ្វីម្យ៉ាងត្រជាក់ចាក់មកស្រោចពេញខ្លួនខ្ញុំស្អីគេហ្នឹងខ្ញុំស្ទុះងើបទាំងងឿងឆ្ងល់ហើយខំជជុះទឹកកកដែលស្រោចមកលើខ្លួនខ្ញុំអំបាញ់មិញចេញទាំងខំពិនិត្យមើលស្ថានភាពជុំវិញខ្លួនឈួតមែនទែនខ្ញុំរអ៊ូទាំងមូម៉ៅរួចភ្ញាក់ស្ទើរតែភ្លាត់សម្លេងនៅពេលដែលខ្ញុំឃើញវត្តមានរបស់បុរសម្នាក់កំពុងតែអន់រើសអីវ៉ាន់យ៉ាងញាប់ដៃញាប់ជើងដោយមិនខ្វល់និយាយសុំទោសឬជួយលើកខ្ញុំស្រែកដោយកំហឹងណែលោកគេមិនឆ្លើយតបគិតតែពីរើសរបស់របរដែលជ្រុះរប៉ាត់រប៉ាយព្រោះតែដើរអត់ភ្នែកមកបុកខ្ញុំណែលោកថ្លង់ទិលយ៉ាងម៉េចហ្នឹងម្ដងនេះគេស្ទុះងើបឈរច្រត់ចង្កេះហើយមើលមុខខ្ញុំទាំងមុខស្មើរួចចុះវាស្អីរបស់នាងហ្នឹងខ្ញុំកំពុងតែរវល់រួចគេអន់ចុះរើសរបស់គេធ្វើប្រងើយខ្ញុំចង់តែឈួតស្លាប់ទេលោកអើយមានមនុស្សបែបនេះដែរឬណែលោកដើរបុកខ្ញុំណាហើយកែវទឹកកករបស់លោកឈប់បានឈប់ទៅស្រីស្អាតខ្ញុំដឹងល្បិចអស់ហើយមិនបាច់មកដើរតាក់មួយតាមផ្លូវនោះទេខ្ញុំមិនមែនជាប្រភេទប្រុសល្ងង់ដែលត្រូវមកចាញ់អន្ទាក់ស្រីស្អាតដូចជាពួកនាងនោះទេអាយ៉ាកាន់តែមែនទែនហើយតើខ្ញុំខឹងនឹងប្រុសម្នាក់នេះឡើងញ័រខ្លួនធ្វើខុសហើយនៅមកនិយាយសម្ដីឆ្លើយទៀតពន្លឺតាមដងផ្លូវធ្វើឲ្យពួកយើងមើលមុខគ្នាបានយ៉ាងច្បាស់ព្រោះភ្លៀងគ្រាន់តែរលឹមតិចប៉ុណ្ណោះខ្ញុំមើលមុខគេយ៉ាងស៊ីសាច់ហត់ឈាមមិនព្រមចាញ់ប្រុសឆ្លើយសម្ដីលោកឯងនេះពិតជាឆ្លើយគ្មានសុជីវធម៌មែនកោតតែលោកឯងកើតជាមនុស្សប្រុសនឹងគេដែរខ្ញុំដើរចេញទាំងខឹងសម្បាដោយទាញអាវរលាស់តិចកំពុងតែរងាផងហើយនៅមកជួបទឹកកកស្រោចខ្លួនទៀតកាន់តែរងាលើដើមខ្ញុំដើរមកដល់បន្ទប់ម្នាក់ឯងនៅប្រហែលម៉ោង 9 យប់អស់កម្លាំងគ្រប់បែបយ៉ាងហើយសូម្បីតែទឹកចិត្តក៏លែងមានសល់ដែរនៅពេលនេះម៉ែអើយកូនប្រហែលជាត្រូវទៅកន្លែងណាមួយរយៈសិនហើយកូនចង់ទៅកន្លែងណាឆ្ងាយកន្លែងណាមួយដែលកូនពុំធ្លាប់ដែលទៅកូនសុំទៅធ្វើចិត្តមួយរយៈមិនយូរទេយ៉ាងយូរកន្លះឆ្នាំសង្ឃឹមថាពុកម៉ែមិនប្រកាន់នឹងកូនទៅចុះស្អែកឡើងខ្ញុំសុំឈប់ពីកន្លែងការងាររបស់ខ្ញុំមិនចង់ទៅធ្វើការកន្លែងនឹងទៀតទេព្រោះវាធ្វើឲ្យខ្ញុំនឹកឃើញរឿងចាស់រវាងគេនិងខ្ញុំត្រូវតែរឹងប៉ឹងហើយបំភ្លេចគេឲ្យបានគេគ្មានអ្វីអស្ចារ្យនោះទេប៉ុន្តែរាល់ពេលដែលខ្ញុំរំលឹកពីឈ្មោះគេការឈឺចាប់តែងតែកើតឡើងចំពោះខ្ញុំមិនដឹងថាតើមានវិធីសាស្ត្របែបណាដែលអាចឲ្យខ្ញុំបំភ្លេចគេបានលឿនហើយរត់ចេញពីភាពឈឺចាប់ទាំងអស់នេះនោះទេ
ខ្ញុំព្យាយាមស្វែងរកមើលការងារស្ម័គ្រចិត្តនៅតាមអង្គការនានានិងនៅតាមបណ្ដាញអ៊ីនធឺណិតផ្សេងៗក្រែងលោមានការងារណាដែលអាចស័ក្តិសមនឹងខ្ញុំហើយអាចឲ្យខ្ញុំលំហែចិត្តបាន5 ទៅ 6 ខែដើម្បីបំភ្លេចរឿងគ្រប់យ៉ាងរបស់ខ្ញុំផ្ញើប្រវត្តិរូបសង្ខេបទៅកាន់ស្ថាប័នទាំងអស់រួចទន្ទឹងរង់ចាំលទ្ធផលយ៉ាងអន្ទះសារ2 សប្តាហ៍ក្រោយមកខ្ញុំក៏ទទួលបានដំណឹងពីស្ថាប័នទាំងអស់នោះបន្ទាប់ពីសម្ភាសន៍រួចមកខ្ញុំក៏បានជាប់ការងារទៅតំបន់ដាច់ស្រយាលមួយដោយទៅបង្រៀនចាស់ៗដែលមិនចេះអក្សរនៅតំបន់នោះខ្ញុំស្ទាក់ស្ទើរនៅក្នុងចិត្តយ៉ាងខ្លាំងមិនដឹងថាត្រូវគិតយ៉ាងណានោះទេខ្ញុំសុំយោបល់ពីមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ខ្ញុំតែពួកគាត់បង្ហាញគំនិតមិនពេញចិត្តព្រោះបារម្ភពីសុវត្ថិភាពរបស់ខ្ញុំជាចុងក្រោយខ្ញុំនៅតែសម្រេចចិត្តដោយខ្លួនឯងខ្ញុំសម្រេចថាខ្ញុំត្រូវតែទៅ1 សប្តាហ៍ទៀតខ្ញុំត្រូវចេញដំណើរហើយរឿងថ្ងៃមុខទៅជាយ៉ាងណាវាជារឿងរបស់ថ្ងៃខាងមុខដល់ថ្ងៃចេញដំណើរហើយខ្ញុំត្រូវបានគេនាំទៅកាន់ភូមិមួយឆ្ងាយសែនឆ្ងាយពីទីប្រជុំជននៅទីនេះមើលទៅជាលក្ខណៈព្រៃភ្នំទម្រាំមកដល់ពួកខ្ញុំត្រូវចំណាយពេលអស់ប្រហែល12 ម៉ោងដែលនេះគឺជាការធ្វើដំណើរដ៏សែនយូរប្រចាំប្រវត្តិសាស្ត្ររបស់ខ្ញុំមកទីនេះជាមួយនឹងគ្រូស្ម័គ្រចិត្តម្នាក់ទៀតឈ្មោះថារីយ៉ានាងស្ម័គ្រចិត្តទៅបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងភូមិជាមួយខ្ញុំដែរអាយ៉ាពួកយើងមកដល់ហើយខេម៉ាខ្ញុំញញឹមតិចៗទៅតាមសភាពមនុស្សមិនសូវសប្បាយចិត្តទៅកាន់មិត្តភ័ក្តិថ្មីដែលទើបតែស្គាល់គ្នាមិនទាន់បានមួយថ្ងៃសំណាងហើយនាងមកដែរកុំអីមិនដឹងគិតយ៉ាងម៉េចទេខ្ញុំចាស់ពួកយើងនឹងចាប់ផ្ដើមការងារនៅថ្ងៃស្អែកហើយពិតជាគួរឲ្យសប្បាយមែនខេម៉ាតោះពួកយើងដើរលេងបន្តិចហេខ្ញុំក៏វិក្បាលញញឹមស្ងួតព្រោះដូចជាអស់កម្លាំងនឹងការធ្វើដំណើរដែលចេញមកតាំងតែពីម៉ោង 3 យប់មិញម្លេះធ្វើមើលតែពួកយើងលួចចំណាក់ស្រុកទៅកាន់ប្រទេសណាមួយអីចឹងឯងទៅចុះខ្ញុំចង់សម្រាកបន្តិចអូខេចឹងគ្នាទៅហើយណារីយ៉ាចេញទៅបាត់ខ្ញុំចេញមកឈរនៅក្រៅបន្ទប់សម្លឹងមើលទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាតតែម្នាក់ឯងទីនេះគឺជាព្រៃភ្នំដ៏ស្ងប់ស្ងាត់ពោពេញទៅដោយព្រៃឈើខៀវស្រងាត់គួរឲ្យចង់រស់នៅប្រជាជននៅទីនេះប្រកបរបរដាំដំណាំគ្រប់ប្រភេទពួកគេមានជីវភាពមធ្យមប្រកបដោយភាពសប្បាយរីករាយទាស់ត្រង់ថាពួកគេនៅទីនេះមិនសូវទទួលបានការអប់រំប៉ុន្មាននោះទេព្រោះជាតំបន់ដែលនៅឆ្ងាយពីទីប្រជុំជនខ្លាំងពេកផ្ទះរបស់ប្រជាជនត្រូវបានសាងសង់ឡើងយ៉ាងមានរបៀបខ្ពស់ផុតពីដីនៅចន្លោះពីគ្នាប្រហែល 4-5 ម៉ែត្រចំណែកបន្ទប់របស់ខ្ញុំក៏ដូចគ្នាវាជាផ្ទះតូចល្មមមានបន្ទប់ជាប់គ្នាចំនួន3ខាងឆ្វេងជារបស់រីយ៉ានៅកណ្ដាលជារបស់ខ្ញុំនិងនៅខាងស្ដាំជារបស់អ្នកណាគេក៏មិនដឹងព្រោះឃើញមានការរៀបចំយ៉ាងស្រស់ស្អាតប្រហែលជាបន្ទប់របស់អ្នកធ្វើការស្ម័គ្រចិត្តណាម្នាក់ដែលមកមុនពួកខ្ញុំហើយមើលទៅបន្ទប់ទាំង3មានយលំហែរួមតែមួយយ៉ាងធំទូលាយគឺមានន័យថាពួកយើងនៅផ្ទះតែមួយតែមិនអីទេនៅគ្នាច្រើនសប្បាយហើយមានភាពកក់ក្ដៅទៀតសង្ឃឹមថាខ្ញុំនឹងអាចយកភាពសោកសង្រេងរបស់ខ្ញុំទាំងឡាយមកលែងចោលនៅទីនេះចុះព្រះជាម្ចាស់អើយជួយកូនចៅផងខ្ញុំបួងសួងតែក្នុងចិត្តសំឡេងមួយស្រែកហៅខ្ញុំនៅខាងក្រោមក្មួយស្រីនៅផ្ទះរត់ចាស់នៅមីងតោះអញ្ជើញទៅពិសាបាយលោកមេភូមិឲ្យមកអញ្ជើញណាក្មួយពិសាបាយខ្ញុំក្រឡេកមើលម៉ោងឃើញថាវាទើបតែម៉ោង 4 ទេហើយមិនក៏ប្រញាប់ម្លេះចាស់មីងចាំបន្តិចខ្ញុំរៀបចំខ្លួនសិនខ្ញុំចូលទៅរៀបចំខ្លួនហើយចុះទៅជាមួយមីងអ្នកភូមិទៅដល់ផ្ទះលោកមេភូមិឃើញរីយ៉ានៅទីនោះស្រេចតែម្ដងស្មានថានាងដើរទៅណាបាត់ហើយតើអូអញ្ជើញក្មួយស្រីលោកមេភូមិទទួលរាក់ទាក់ខ្ញុំគាត់ជាមនុស្សវ័យប្រហែល50ឆ្នាំមានទឹកមុខមាំតែមានអំណោយទានជម្រាបសួរលោកពូសម្រាប់ខ្ញុំវាហាក់បីដូចជាពិធីជប់លៀងមួយសម្រាប់ពួកខ្ញុំអីចឹង
ខ្ញុំសម្លឹងមើលអ្នកនៅលើផ្ទះទាំងអស់ម្ដងម្នាក់ប៉ុន្តែស្រាប់តែត្រូវឈប់ងក់នៅចំពោះមុខបុរសម្នាក់ដែលធ្វើឲ្យឈាមនៅលើផ្ទៃមុខរបស់ខ្ញុំរត់មកផ្ដុំគ្នាដោយក្តីក្រោធក្រៀតលោកគេញញឹមរួសរាយញាក់ចិញ្ចើមយ៉ាងឆ្លើយដាក់ខ្ញុំសួស្តីអ្នកគ្រូអញហើយគេមកនៅទីនេះបានយ៉ាងម៉េចហ្នឹងហេតុអ្វីក៏ផែនដីនេះចង្អៀតម្លេះខ្ញុំសម្លក់គេឲ្យថ្លែមុននឹងដាក់ខ្លួនអង្គុយចុះនៅក្បែររីយ៉ាមើលមុខខ្ញុំទាំងមិនអស់ចិត្តមិនស្រួលខ្លួនឬខេម៉ាខ្ញុំមិនអីទេបើមិនស្រួលខ្លួនប្រាប់គ្នាណាចាស់គ្នាដឹងហើយខ្ញុំមានអារម្មណ៍ថាគេសម្លឹងមើលមុខខ្ញុំរហូតឈួតមែនទែនហើយហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថាប្រុសម្នាក់នេះគួរឲ្យស្អប់ម្លេះខ្ញុំព្យាយាមធ្វើទៅតាមធម្មតាមិនចាប់អារម្មណ៍ពីគេទាំងដែលនៅក្នុងចិត្តវិញស្ទើរតែស្ទុះទៅច្របាច់ក៏ឲ្យស្លាប់ភ្លាមតែម្ដងលោកមេភូមិនិយាយកាត់បរិយាកាសដ៏ស្ងប់ស្ងាត់ឥឡូវដល់ពេលមកត្រូវស្គាល់គ្នាហើយក្មួយនេះគឺជាក្មួយសិទ្ធមកពីភ្នំពេញដែរគាត់គឺជាគ្រូពេទ្យស្ម័គ្រចិត្តរយៈពេល1 ឆ្នាំគាត់នៅបន្ទប់ក្បែរក្មួយដែររាប់អានគ្នាទៅណាសុទ្ធតែគ្នាឯងទេពេទ្យសិទ្ធធ្វើជាងើបឈរហើយញញឹមរាក់ទាក់មកកាន់ពួកខ្ញុំចរិតគួរឲ្យស្អប់បំផុតលោកមេភូមិនិយាយបន្តនេះជាក្មួយរីយ៉ានិងក្មួយខេម៉ាពួកនាងជាគ្រូស្ម័គ្រចិត្តរយៈពេល6 ខែខ្ញុំនិងរីយ៉ាញញឹមតាំងនាមឲ្យពូជាមេភូមិក៏ដូចជាជំនួសមុខឲ្យអ្នកភូមិទាំងអស់ក៏សូមថ្លែងអំណរគុណដល់ក្មួយទាំង3ដែលបានស្ម័គ្រចិត្តមកជួយនៅក្នុងភូមិរបស់ពូមិនដឹងថាមានពាក្យអ្វីមកនិយាយឲ្យស័ក្តិសមនឹងទឹកចិត្តរបស់ពួកក្មួយដែលមានមកលើអ្នកភូមិរបស់ពូនោះទេអរគុណពួកក្មួយយ៉ាងខ្លាំងអស់ពីចិត្តបាទលោកពូមិនអីទេចាស់លោកពូបើសិនជាពួកក្មួយខ្វះខាតអ្វីឬត្រូវការអ្វីជាចាំបាច់កុំភ្លេចផ្ដល់ដំណឹងមកពូណាពូរងចាំជួយគ្រប់ពេលវេលាចាស់ខ្ញុំបានត្រឹមតែអង្គុយស្ងៀមព្រោះជ្រេញមុខអ្នកនៅម្ដុំនេះយ៉ាងខ្លាំងខ្ញុំកាន់សំចាក់កំរាលទុកលេងរួចនិយាយតែម្នាក់ឯងសរសៃប្រសាទរីយ៉ាមើលមុខខ្ញុំទាំងភ្ញាក់ផ្អើលឯងនិយាយស្អីហ្នឹងគ្មានស្អីទេហាតាមពិតខ្ញុំជេរប្រុសអន់ចរិតនៅក្បែរនេះនឹងណាញ៉ាំបាយរួចពួកយើងត្រឡប់ទៅបន្ទប់វិញទាំងអារម្មណ៍ស្រស់ស្រាយបំផុតម្ហូបនៅទីនេះពិតជាឆ្ងាញ់ណាស់បើទោះបីជានៅទីនេះជាតំបន់ដាច់ស្រយាលក៏ដោយខ្ញុំក្រឡេករកមើលពេទ្យសរសៃប្រសាទក្រែងលោដើរមកតាមពួកខ្ញុំតែអត់មានទេធូរចិត្តបន្តិចនេះខ្ញុំមករំហាយខួរឬមករំខានខួរឲ្យប្រាកដយប់យន្តសែនត្រជាក់ខ្ញុំដណ្ដប់កន្សែងចេញមកឈរនៅយកខាងមុខតែម្នាក់ឯងនឹកគិតទៅដល់សង្សារចាស់របស់ខ្ញុំមិនសំណាមនុស្ស2 នាក់ស្រឡាញ់គ្នាយ៉ាងខ្លាំងត្រូវមកបែកគ្នាយ៉ាងនេះសោះគេប្រាប់ថាគេត្រូវទៅតាមម្ដាយទៅរៀបការជាមួយអ្នកដែលម្ដាយគេពេញចិត្តគេមិនចង់បែកពីខ្ញុំនោះទេប៉ុន្តែគេមិនអាចធ្វើបានអូខេវាមិនមែនជាកំហុសរបស់គេនោះទេតែវាជាកំហុសរបស់យើងដែលកើតមកមិនមានភាពស័ក្តិសមជាមួយគេសូម្បីតែបន្តិចទឹកភ្នែកខ្ញុំហូរចុះមកដោយឯងខ្ញុំទន់ជ្រាយណាស់សោកសៅណាស់ឈឺផ្សាណាស់ស្រឡាញ់គេខ្លាំងតែលទ្ធផលបានត្រឹមតែបែកគ្នាអីចឹងបានគេនិយាយថាអ្វីគឺមិនទៀងទាត់ពួកយើងបែកគ្នាហើយបែកជារៀងរហូតគ្មានសង្ឃឹមថានឹងបានជួបគ្នានោះទេនៅជាតិនេះប៉ុន្តែបើនៅសុខស្រាប់តែគេវិលត្រឡប់មករកខ្ញុំវិញនោះមិនដឹងជាល្អយ៉ាងណានោះទេជួបហើយបែកវាលែងជារឿងចម្លែកទៅហើយសម្រាប់មនុស្សទូទៅយើងមិនមែនចេះតែសំបំណងរហូតនោះទេកំពុងតែស្លងអារម្មណ៍ស្រាប់តែត្រូវភ្ញាក់ព្រឺតនឹងសំឡេងគីដារបស់នរណាម្នាក់រំខានអារម្មណ៍មែនទែនខ្ញុំងាកទៅបន្ទប់ម្ខាងទៀតដែលជាបន្ទប់របស់គ្រូពេទ្យក្រអឺតក្រទុំមួយនោះឃើញគេកំពុងតែអង្គុយលេងជីតាតែម្នាក់ឯងយ៉ាងសប្បាយរីករាយខ្ញុំមុំម៉ៅភ្លាមដើរសំដៅទៅកាន់គេដែលនៅមិនឆ្ងាយពីខ្ញុំប៉ុន្មានអត់ចេះថ្លង់ទេយ៉ាងម៉េច
ថ្មនេះអ្នកដតីគេចូលគេងអស់ហើយលោកឯងមិនចេះគោរពសិទ្ធិគេទេយ៉ាងម៉េចគេឈប់ច្រៀងហើយក៏មិនញញឹមគេញើបឈរទល់មុខខ្ញុំទាំងមុខស្មើធេងចុះអ្នកនាងមិនទាន់ចូលគេងឯណាហេតុអ្វីចាំបាច់រករឿងគ្នាដល់ថ្នាក់នេះរករឿងគេនេះខ្ញុំកំពុងតែមករករឿងគេនរណាគេរករឿងលោកគ្រាន់តែប្រាប់លោកឲ្យមានសុជីវធម៌ប៉ុណ្ណោះព្រោះផ្ទះនេះមិនមែនមានតែលោកម្នាក់ឯងនោះទេកុំសម្បើមដៃពេកគេមិនស្ដីហើយអង្គុយលេងហេតាធ្វើប្រងើយខ្ញុំខឹងនឹងគេយ៉ាងខ្លាំងរួចដើរតត្រង់ខ្លាំងចូលបន្ទប់បិទទ្វារមួយទំហឹងពេញមួយយប់ខ្ញុំគេងមិនលក់តតែសោះហើយអ្វីក៏គេធ្វើឲ្យខ្ញុំខឹងដល់ថ្នាក់នេះព្រឹកថ្ងៃបន្ទាប់គឺជាថ្ងៃដែលយើងត្រូវចូលធ្វើការហូយមិនដឹងថាខ្ញុំអាចធ្វើបានឬអត់ទេនេះរីយ៉ារៀបចំខ្លួនចេញទៅមុនបាត់ហើយព្រោះយើងនៅកន្លែងផ្សេងគ្នាសាលាខ្ញុំនៅឆ្ងាយពីសាលារីយ៉ាប្រហែល200ម៉ែត្រថ្មនេះទើបតែម៉ោង5មួយទេតែខ្ញុំត្រូវទៅរៀបចំមុនណាមួយត្រូវដើរទៅផងដើម្បីកុំឲ្យយឺតមានតែទៅមុនខ្ញុំសម្លឹងទៅបន្ទប់របស់ពេទ្យសរសៃប្រសាទឃើញគេបិទទ្វារជិតឈឹងប្រហែលជាចេញទៅបាត់ហើយខ្ញុំដើរតាមផ្លូវនៅក្នុងភូមិដើម្បីទៅរកសាលាទៅតាមការចង្អុលបង្ហាញប្រាប់របស់អ្នកភូមិមួយស្របក់ទើបមកដល់ខ្ញុំសម្លឹងមើលទៅសាលារៀនទាំងភ្ញាក់ផ្អើលជាមួយនឹងការតុបតែងរបស់ពួកគេដំបូងខ្ញុំគិតថាវាគ្រាន់តែជាអគារមួយដែលចាស់ទ្រុឌទ្រោមតែប៉ុណ្ណោះប៉ុន្តែវាផ្ទុយស្រឡះពីការគិតរបស់ខ្ញុំទាំងស្រុងសាលារៀននេះធ្វើពីឈើធម្មតាមែនប៉ុន្តែវាមានអ្វីគ្រប់បែបយ៉ាងដែរអ្នកមិនអាចនឹកស្មានដល់ដែលសាលាស្រស់ស្អាតនៅក្នុងក្រុងមួយចំនួនមិនអាចយកមកប្រៀបធៀបជាមួយនៅក្នុងការរៀបចំនោះមានដូចជាពួកគេនាំគ្នាដាំផ្កាស្រស់នៅជុំវិញសាលានៅលើជញ្ជាំងនិងនៅលើដំបូលសាលាដែលផ្កាទាំងអស់សុទ្ធសឹងតែជាផ្កាព្រៃដែលខ្ញុំពុំធ្លាប់បានឃើញពីមុនតុគ្រូកៅអីគ្រូនិងកៅអីសិស្សសុទ្ធតែធ្វើឡើងពីដៃដាក់តម្រៀបយ៉ាងមានរបៀបជាលក្ខណៈធម្មជាតិពិតហើយអ្វីក៏ទីនេះស្រស់ស្អាតខ្លាំងម្ល៉េះខ្ញុំគិតថាទីនេះហាក់បីដូចជាឋានសុខអីចឹងនៅមិនឆ្ងាយពីសាលារៀនប៉ុន្មានយើងនឹងឮសំឡេងទឹកធ្លាក់ហើយនាំមកនៅក្លិនទឹកនិងក្លិនផ្កាគ្រប់ប្រភេទដែលនាំឲ្យយើងមានអារម្មណ៍ល្អហួសប្រមាណខ្ញុំលង់នឹងសម្រស់ធម្មជាតិនៅទីនេះហើយរយៈពេលត្រឹមតែ6 ខែសម្រាប់ខ្ញុំពេលនេះហាក់បីដូចតែមួយថ្ងៃអីចឹងខ្ញុំសូមឲ្យពេលវេលាកុំដើរលឿនពេកខ្ញុំចង់នៅទីនេះឲ្យបានយូរបន្តិចខ្ញុំចូលទៅក្នុងថ្នាក់ដែលនៅក្នុងនោះមានចាស់ប្រហែល20នាក់មិនដឹងថាពួកគាត់មកអង្គុយចាំតាំងពីអង្ការនោះទេលោកឲ្យហេតុតែចង់រៀនពេកជម្រាបសួរអ្នកគ្រូខ្ញុំលើកដៃសំពះពួកគាត់ចាស់ជម្រាបសួរលោកពូអ្នកមីងខ្ញុំចាប់អារម្មណ៍ទៅលើការស្លៀកពាក់របស់ពួកគាត់អីយ៉ាម្យ៉ាងដែរតាមិនដឹងថាពួកគាត់ទៅបានអាវសមមកពីណានោះទេយកមកពាក់ឡើងគ្រប់គ្នាតែម្ដងអ្នកខ្លះចង្អៀតឡើងរឹបសិតអ្នកខ្លះរលុងដូចអាវខ្ចីគេមើលទៅពិតជាគួរឲ្យអស់សំណើចនិងគួរឲ្យស្រឡាញ់ណាស់នៅឈរគិតយូរដល់ណាទៀតអ្នកគ្រូស្រីស្អាតមិនគិតចាប់ផ្ដើមបង្រៀនទេខ្ញុំតាមរកមើលម្ចាស់សំឡេងព្រោះស្ដាប់ទៅដូចជាប្រហែលគឺគេលោកពេទ្យមកជួយធ្វើជំនួយការអ្នកគ្រូណាព្រោះគិតថាថ្ងៃដំបូងអ្នកគ្រូប្រហែលជាពិបាកមែនហើយក្មួយពេទ្យចិត្តល្អណាស់សាលារៀននេះក្មួយពេទ្យជាអ្នករៀបចំណាក្មួយស្រស់ស្អាតដែរទេមែនហើយក្មួយពេទ្យទាំងស្អាតទាំងសង្ហាហើយនៅចិត្តល្អទៀតមនុស្សបែបនេះរកមិនងាយជួបប្រទះទេណាពួកគាត់ដណ្ដើមគ្នានិយាយម្នាក់ម្ដងសរសើរពីពេទ្យសិតមិនដាច់ពីមាត់ធ្វើឲ្យម្ចាស់គេរីកមុខរីកមាត់សម្បើមណាស់តែខ្ញុំក៏បដិសេធមិនបានព្រោះការរៀបចំរបស់គេពិតជាស្រស់ស្អាតពិតមែនអ្នកគ្រូពូមីងអរគុណអ្នកគ្រូយ៉ាងខ្លាំងដែលបានស្ម័គ្រចិត្តមកបង្រៀនបែបនេះខ្ញុំបានត្រឹមតែញញឹមស្ដាប់ពួកគាត់និយាយម្ដងម្នាក់ឡើងយាយពេញថ្នាក់មិនដឹងថាត្រូវស្ដាប់អ្នកណាត្រូវចោលអ្នកណាមួយស្របក់ស្រាប់តែអម្នាក់លើកដៃឡើងហើយងើបឈរដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រូអ៊ំសុំសួរអ្វីមួយបានទេ
ចាស់អញ្ជើញអំអ្នកគ្រូមានគ្រួសារហើយឬនៅបើអ្នកគ្រូមិនទាន់មានគ្រួសារឬមិនទាន់មានសង្សារទេអ៊ំគិតថាអ្នកគ្រូគួរតែបើកចិត្តទូលាយមើលក្មួយពេទ្យរបស់អ៊ំទៅព្រោះក្មួយពេទ្យរបស់អ៊ំពូកែហើយសង្ហាទៀតរួចហើយពួកគាត់នាំគ្នាសាច់កិលខ្ញុំមានអារម្មណ៍ថាស្ពឹកមុខយ៉ាងម៉េចមិនដឹងទេអញហើយម៉េចបានពួកគាត់និយាយបែបនេះអ្វីម្យ៉ាងកំពុងតែរត់ឲ្យរសើបពេញផ្ទៃមុខរបស់ខ្ញុំមុខខ្ញុំឡើងក្រហមខុសពីធម្មតាតែខ្ញុំមិនបានអៀនទេណាអត់មានទេខ្ញុំសម្លឹងមើលទៅពេទ្យរោគចិត្តនោះឃើញគេក៏មើលមកខ្ញុំដែរទឹកមុខគេធម្មតាដូចមិនចាប់អារម្មណ៍អ្វីនោះទេមនុស្សអីក៏គួរឲ្យស្អប់ម្លេះលោកអើយរយៈពេល3ម៉ោងបានបញ្ចប់ទៅយ៉ាងសប្បាយបង្រៀនចាស់មានអីមិនល្អពួកគាត់គួរឲ្យស្រឡាញ់ណាស់ហើយរៀនឆាប់យល់ទៀតអ្វីមិនពិបាកដូចដែលខ្ញុំធ្លាប់គិតនោះទេហាសប្បាយចិត្តណាស់ប៉ុន្តែអ្វីដែលគួរឲ្យធុញនោះគឺពេទ្យរោគចិត្តនោះតែម្ដងគេអង្គុយមើលខ្ញុំគ្រប់ពេលវេលាហើយនេះវាជារឿងស្អីរបស់គេដែរនឹងធ្វើមើលតែខ្មោចតាមទាប្រលឹងអីចឹងមិនដឹងថាវារំលងទៅអស់ប៉ុន្មានយប់ប៉ុន្មានថ្ងៃហើយនោះទេព្រោះខ្ញុំមិនបានចាប់អារម្មណ៍ពីវាគ្រាន់តែសុំឲ្យពេលវេលាគុំដើរលឿនពេកព្រោះខ្ញុំចង់នៅធ្វើការទីនេះឲ្យបានយូរតាមដែលអាចធ្វើទៅបានទីនេះផ្ដល់តែភាពសប្បាយរីករាយមិនដូចនៅទីក្រុងនោះទេផ្ដល់តែភាពទុក្ខសោកឲ្យខ្ញុំចង់និយាយថាខ្ញុំចាប់ផ្ដើមស្រឡាញ់ទីនេះខ្លាំងឡើងហើយខ្ញុំចូលចិត្តអ្វីគ្រប់បែបយ៉ាងនៅទីនេះខ្ញុំញញឹមតែម្នាក់ឯងរួចយកដៃមកដាក់លើដើមទ្រូងដើម្បីទទួលយកភាពត្រជាក់ស្រស់ស្រាយពីព្រៃព្រឹក្សាញញឹមចឹងទៅស្អាតបន្តិចខ្ញុំបើកភ្នែកសន្សឹមសម្លឹងមើលអ្នកដែលនៅចំពោះមុខដ៏សែនស្រស់សង្ហាលោកទេបាទចង់មករករឿងអីទៀតហើយគេសើចរំលេចផ្ទៃមុខរឹតតែស្រស់សង្ហាទ្វេឡើងមើលមកខ្ញុំជាមនុស្សចាំតែរករឿងយ៉ាងម៉េចអ្នកនាងខ្ញុំញញឹមដោយភ្លេចខ្លួនប្រហែលដែរព្រោះលោកមិនដែលមើលខ្ញុំក្នុងផ្លូវល្អទេគេជ្រួញចិញ្ចើមរួចមើលមុខខ្ញុំចំវាអាចផ្ទុយពីការគិតរបស់អ្នកនាងទាំងស្រុងក៏ថាបានជួនកាលខ្ញុំអាចនឹងអូគ្មានស្អីទេ Good nightអ្នកគ្រូសុបិនល្អណាស់ឈប់សិនយប់នេះលោកមិនលេងជីតាទេគេគ្រវីដៃបណ្ដាដើរសំដៅទៅបន្ទប់របស់គេបណ្ដាមិនលេងទេខ្លាចរំខានព្រះនាងម្ចាស់ខ្លាចគេថាខ្ញុំជាមនុស្សគ្មានសុជីវធម៌ខ្ញុំតាមមើលគេរហូតផុតហេតុអ្វីក៏យប់នេះគេគួរឲ្យស្រឡាញ់ម្លេះហើយចុះខ្ញុំកំពុងតែគិតអ្វីហ្នឹងខ្ញុំញញឹមរួចយកដៃទះថ្ពាល់ខ្លួនឯងតិចតែម្នាក់ឯងរវីណាស់យើងនឹងយប់នេះខ្ញុំដេកមិនលក់ទៀតហើយមិនដឹងថាហេតុអ្វីខ្ញុំនឹកឃើញតែមុខរបស់ពេទ្យសិតគ្រប់ពេលវេលាពាក្យថាសង្សារចាស់ពេលនេះលែងមាននៅក្នុងចិត្តខ្ញុំទៀតហើយអរគុណការងារស្ម័គ្រចិត្តដែលធ្វើឲ្យខ្ញុំត្រឡប់មករកភាពស្រស់ស្រាយឡើងវិញពីរបីថ្ងៃនេះខ្ញុំមានអារម្មណ៍ថាមិនសូវសប្បាយចិត្តទាល់តែសោះព្រោះពេទ្យសិតមិនបានមកថ្នាក់រៀនប្រហែលជាគេរវល់ខ្លាំងហើយមើលទៅកូនសិស្សរបស់ខ្ញុំបាត់អស់ជាងពាក់កណ្ដាលដល់ពេលសួរហេតុផលទើបដឹងថាមកពីអ្វីតាមពិតគឺក្មេងៗនៅក្នុងភូមិមួយចំនួនមានបញ្ហាធំគឺពួកគេបបួលគ្នាញ៉ាំផ្លែឈើព្រៃរហូតដល់នាំគ្នាចុកពោះពេញតែភូមិកូនសិស្សរបស់ខ្ញុំមួយចំនួនរវល់តែទៅមើលចៅរបស់គាត់ទើបមិនបានមករៀនឯពេទ្យសិតក៏ដូចគ្នាថ្ងៃនេះខ្ញុំគ្មានអារម្មណ៍នៅក្នុងខ្លួនតតែសោះមិនដឹងថាមកពីក្មេងៗឬក៏មកពីពេទ្យសិតហើយប្រហែលជាទាំងពីរទេដឹងតែជឿជាក់ទៅថាខ្ញុំពិតជាមានអារម្មណ៍មិនល្អពិតមែនចប់ម៉ោងរៀនខ្ញុំនិងអ្នកភូមិមួយចំនួននាំគ្នាសម្ដៅទៅមណ្ឌលសុខភាពប្រចាំភូមិដែលនៅមិនឆ្ងាយពីភូមិប៉ុន្មានរីយ៉ាក៏នៅទីនោះដែរព្រោះកូនសិស្សរបស់នាងស្ទើរតែទាំងអស់មានបញ្ហាខ្ញុំដើរចូលទៅខាងផ្នែកសង្គ្រោះក្មេងៗខ្ញុំឃើញរីយ៉ាកំពុងតែជូតញើសឲ្យពេទ្យសិតពួកគេ
រិយាប្រញាប់រត់មករកខ្ញុំខេម៉ាអរគុណដែលបានមកសម្លាញ់កូនសិស្សគ្នាមានបញ្ហាហើយគ្នាភ័យណាស់ពួកគេមិនអីទេវិយាកុំបារម្ភពេកខ្ញុំអបនាងតិចមើលទៅនាងហាក់បីដូចជាចង់យំទៅហើយនាងគួរឲ្យស្រឡាញ់ណាស់ចិត្តល្អហើយចេះអាណិតអាសូរអ្នកដទៃនៅជាមួយនាងមានអារម្មណ៍ថាកក់ក្ដៅព្រោះនាងក៏តែងតែព្រួយបារម្ភពីខ្ញុំគ្រប់ពេលវេលាដែរពេទ្យសិតមើលមុខខ្ញុំបន្តិចរួចបែរទៅធ្វើការរបស់គេធ្វើប្រងើយខ្ញុំមានអារម្មណ៍ថាចូលចិត្តចរិតប្រងើយកន្តើយរបស់គេបែបនេះខ្លាំងណាស់ខ្ញុំរីយ៉ានិងពេទ្យសិតនៅជួយមើលក្មេងៗរហូតដល់ម៉ោង 9 យប់ទើបត្រឡប់មកវិញនៅតាមផ្លូវគេនិយាយគ្នាច្រើនណាស់ជាមួយរីយ៉ាលើកលែងតែខ្ញុំដែលស្ងប់ស្ងាត់រហូតព្រោះមិនដឹងថាត្រូវមានលេសអ្វីទៅនិយាយជាមួយគេហាំមិនដឹងថាហេតុអ្វីពេលនេះខ្ញុំច្របូកច្របល់ម្លេះមានអារម្មណ៍ថាច្រណែនប៉ុន្មានថ្ងៃនេះខ្ញុំព្យាយាមគេចមុខពីពេទ្យរហូតទោះបីជាគេព្យាយាមនិយាយរកខ្ញុំប៉ុណ្ណាក៏ដោយខ្ញុំធ្វើចរិតធ្វើមើលតែគេនឹងជាសង្សារខ្ញុំអីចឹងយីខ្ញុំយ៉ាងម៉េចហ្នឹងហេតុអ្វីក៏ខ្ញុំត្រូវធ្វើបែបហ្នឹងខ្ញុំព្យាយាមធ្វើធម្មតាដែរតែធ្វើវាមិនបានម៉ោង 11 យប់ទៅហើយគ្រប់គ្នាចូលគេងអស់ហើយសំបីតែគេហើយរំលឹកពីគេទៀតហើយខ្ញុំឈរនៅយល់លំហែតែម្នាក់ឯងទាំងអារម្មណ៍មិននៅក្នុងខ្លួនមិនយល់ថាហេតុអ្វីក៏ខ្លួនឯងចូលចិត្តប្រមូលយកបញ្ហាមកដាក់ខ្លួនម្លេះសម្រាប់ជើងនរណាម្នាក់នៅពីក្រោយខ្នងខ្ញុំងាកក្រោកមើលឃើញពេទ្យសិតស្ថិតនៅក្នុងសម្លៀកបំពាក់ដេកយ៉ាងស្រស់សង្ហាលោកហេតុអ្វីក៏មកឈរតែម្នាក់ឯងនៅទីនេះចុះលោកចង់ឲ្យខ្ញុំឈរគ្នាប៉ុន្មាននាក់គេសើចគ្មានទេគ្រាន់តែសួរលេងខ្ញុំទៅគេងមុនហើយ Good night ឈប់សិនខ្ញុំឈប់បន្តិចគេដើរមកឈរនៅទល់ពីមុខខ្ញុំនិយាយគ្នាបន្តិចបានទេនិយាយគ្នាគឺពួកយើងគ្មានអីត្រូវនិយាយគ្នាទេមានមិនមានតែខ្ញុំមានអ្នកនាងគិតថារីយ៉ាជាមនុស្សយ៉ាងម៉េចដែរខ្ញុំរៀងភ្ញាក់បន្តិចនៅពេលដែលគេសួរពីរីយ៉ាបែបនេះនាងជាមនុស្សល្អណាស់លោកកុំបារម្ភអីគេមើលមុខខ្ញុំយ៉ាងមុតខ្ញុំមិនបានបារម្ភទេព្រោះយើងជាមិត្តល្អនឹងគ្នាប៉ុន្តែខ្ញុំនិងខេម៉ាមិនអាចក្លាយជាមិត្តល្អនឹងគ្នាបានទេក្នុងមួយជាតិនេះខ្ញុំមើលមុខគេទាំងជ្រួញចិញ្ចើមមានអារម្មណ៍ថាឈឺចាប់នៅពេលដែលឮពាក្យសម្ដីនេះខ្ញុំមិនអាចជាមិត្តភក្តិល្អនឹងគេទេឬខ្ញុំដឹងហើយដឹងស្អីរបស់នាងដឹងថាលោកមិនចូលចិត្តខ្ញុំនោះទេហួយមានអារម្មណ៍ថាជោគចាប់ខ្លាំងណាស់មិនក៏នាងដឹងខ្ញុំចូលចិត្តនាងខ្ញុំមិនចង់ធ្វើជាមិត្តល្អរបស់នាងទេខ្ញុំចង់អញគេនិយាយស្អីរបស់គេហ្នឹងខ្ញុំមានអារម្មណ៍បេះដូងលោតខុសចង្វាក់រោគស្មានមិនត្រូវដែលចាប់ផ្ដើមញ័រមិនដឹងថាមកពីហេតុអ្វីខ្ញុំទៅគេងហើយខ្ញុំបំរុងដើរចេញតែគេចាប់ដៃខ្ញុំជាប់ខ្ញុំចូលចិត្តនាងចូលចិត្តតាំងពីថ្ងៃដែលយើងជួបគ្នាដំបូងម្លេះខ្ញុំគិតថាវាជានិស្ស័យដែលយើងបានជួបគ្នាម្ដងទៀតនៅទីនេះតែខ្ញុំមិនចូលចិត្តលោកទេខ្ញុំស្អប់លោកខ្ញុំលួចមើលទឹកមុខដែលប្រែទៅជាក្រៀមក្រំរបស់គេបន្តិចរួចដើរចេញទាំងអារម្មណ៍ច្របូកច្របល់មិនបានទាំងខ្វល់ថាអារម្មណ៍របស់គេបែបណាផងមិនយល់ថាហេតុអ្វីក៏ខ្ញុំល្ងងយ៉ាងនេះពេលនេះខ្ញុំដឹងថារូបអ្នកចាស់គ្មានសេះសល់នៅក្នុងចិត្តខ្ញុំទៀតទេជំនួសវិញដោយរូបរបស់ពេទ្យទាំងស្រុងដែលខ្ញុំមិនដឹងថាវាចាប់ផ្ដើមតាំងពីពេលណានោះទេពេលនេះតើគេកំពុងតែមានអារម្មណ៍បែបណាឈឺចិត្តហើយខូចចិត្តណាស់មែនទេមានអារម្មណ៍ថាអាណិតគឺអាណិតគេយ៉ាងខ្លាំងភ្លេចខ្លួនគឺចិត្តដល់ពេលខ្ញុំនឹងរីយ៉ាផុតកុងត្រាហើយខ្ញុំមិនចង់ឲ្យពេលវេលានោះមកដល់តតែសោះខ្ញុំស្រឡាញ់អ្នកភូមិនៅទីនេះស្រឡាញ់អ្វីគ្រប់យ៉ាងនៅទីនេះស្រឡាញ់ធម្មជាតិនិងស្រឡាញ់
ตั้งแต่ปีថ្ងៃដែលគេសារភាពខ្ញុំមិនទាន់បាននិយាយអ្វីជាមួយគេនៅឡើយទេព្រោះគេគេចមុខពីខ្ញុំរហូតសូម្បីតែនៅសាលាក៏គេលែងទៅដូចមុនខ្ញុំមានអារម្មណ៍ថានឹកគេនឹកមនុស្សម្នាក់ដែលធ្លាប់តែរំខានអារម្មណ៍គ្រប់ពេលវេលាថ្ងៃនេះនៅសាលាមិនបានរៀននោះទេកូនសិស្សរបស់ខ្ញុំនាំគ្នាយំគ្រប់គ្នាបើទោះបីជាពួកគាត់ចាស់អស់ហើយក៏ដោយខ្ញុំមានអារម្មណ៍ថាខ្លោចផ្សាបំផុតអាណិតបំផុតអ្នកគ្រូនៅឲ្យយូរជាងនេះបន្តិចមិនបានទេអាទិត្យក្រោយអ្នកគ្រូថ្មីនឹងមកបង្រៀនលោកពូអ្នកមានជំនួសខ្ញុំហើយខ្ញុំចង់សុំនៅបន្តកន្លះឆ្នាំទៀតដែរប៉ុន្តែមិនអាចពួកគាត់យំកាន់តែខ្លាំងខ្ញុំក៏យំជាមួយពួកគាត់ដែរបើគេចង់ទៅខាត់យ៉ាងម៉េចគេមិននៅជាមួយយើងដែរខ្ញុំជូតទឹកភ្នែកចេញហើយងាករកមើលម្ចាស់សំឡេងដែលខ្ញុំតែងតែទន្ទឹងរង់ចាំខ្ញុំសប្បាយចិត្តនៅពេលដែលឃើញគេបែបនេះហើយខ្នាញ់បំផុតដែលគេចូលចិត្តតែមកបន្ថែមភ្លើងបែបនេះលោកដឹងបានយ៉ាងម៉េចខ្ញុំដឹងគ្រប់យ៉ាងកុហកលោកមិនដឹងពីខ្ញុំទេលោកគ្មានថ្ងៃយល់ពីខ្ញុំដាច់ខាតមិនថាមិនដឹងគេដំឡើងសំឡេងដាក់ខ្ញុំរួចធ្វើទឹកមុខធម្មតាវិញខ្ញុំមកនេះគ្រាន់តែចង់ជូនដំណឹងថាយប់នេះមានពិធីជប់លៀងនៅក្នុងភូមិដើម្បីជូនដំណើរនិងថ្លែងអំណរគុណដល់អ្នកគ្រូទាំងពីរកុំភ្លេចពូមីងទាំងអស់គ្នាចូលរួមកំបីខានណានិយាយចប់គេក៏ចេញទៅបាត់ទុកឲ្យខ្ញុំឈរហួសចិត្តតែម្នាក់ឯងព្យាយាមមិននិយាយរកខ្ញុំមិនអីទេខ្ញុំមិនចង់និយាយរកលោកដែលមនុស្សឈួតគួរឲ្យស្អប់នៅក្នុងភូមិយប់នេះមានភាពអធិកអធមយ៉ាងខ្លាំងអ្នកភូមិចូលរួមយ៉ាងច្រើនកុះករព្រោះវាជាពិធីជប់លៀងប្រចាំឆ្នាំរបស់អ្នកភូមិដែលតាមពិតត្រូវធ្វើនៅខែក្រោយនោះទេតែលោកមេភូមិដូរមកធ្វើនៅថ្ងៃនេះព្រោះចង់ឲ្យពួកខ្ញុំបានចូលរួមដែររីយ៉ាតែងខ្លួនយ៉ាងស្អាតនៅថ្ងៃនេះចំណែកខ្ញុំមិនធម្មតាដែរហាគីខ្ញុំជាស្រីស្អាតនឹងណាអ្នកណាក៏គេដឹងដែររីយ៉ាចូលទៅរាំជាមួយអ្នកភូមិខ្ញុំមិនសូវចេះរាំប៉ុន្មានទេបានត្រឹមតែឈរមើលគេទោះបីជាកូនសិស្សរបស់ខ្ញុំបង្ខំឲ្យខ្ញុំឡើងរាំយ៉ាងណាក៏ដោយពេទ្យសិទ្ធមិនដឹងមកតាំងពីអង្ការនោះទេខ្ញុំឃើញគេអង្គុយផឹកស្រាធោជាមួយពូយ៉ាងសប្បាយរីករាយយូរគេលួចមើលមកខ្ញុំម្ដងខ្ញុំក៏លួចមើលគេដែរតែមិនឲ្យគេដឹងខ្លួននោះទេខ្ញុំអង្គុយតែម្នាក់ឯងរីយ៉ារវល់រាំជាមួយក្មេងៗដែលជាកូនសិស្សរបស់នាងមើលទៅពិតជាសប្បាយណាស់ពេទ្យសិទ្ធដើរដោយដំណើរធ្ងន់រួចមកអង្គុយចុះក្បែរខ្ញុំទាំងទឹកមុខស្ងប់ខ្ញុំភ័យស្ទុះងើបឈរតែគេទាញដៃខ្ញុំឲ្យអង្គុយចុះវិញខ្ពើមខ្ញុំណាស់មែនទេខ្ញុំដឹងថាអ្នកគ្រូស្អប់ខ្ញុំចាប់ពីពេលនេះទៅយើងលែងបានជួបគ្នាទៀតហើយកុំបារម្ភអីខ្ញុំនឹងមិនឲ្យអ្នកគ្រូឃើញមុខខ្ញុំទៀតទេរួចគេដើរចេញទៅទាំងមុខស្រពោនរកតែខ្ញុំនិយាយអ្វីមិនទាន់ហេតុអ្វីក៏រឿងនេះត្រូវតានតឹងដល់ថ្នាក់នេះខ្ញុំដកដង្ហើមធំតែម្នាក់ឯងមិនដឹងថាត្រូវដោះស្រាយចំណោទបេះដូងមួយនេះដោយរបៀបណាពិធីជប់លៀងបន្តរហូតដល់ម៉ោង3ទៀបភ្លឺទើបចប់តែខ្ញុំសុំទៅមុនព្រោះមិនសូវសប្បាយចិត្តមួយអាទិត្យកន្លងផុតទៅថ្ងៃកំណត់ដែលពួកយើងត្រូវចាកចេញក៏ត្រូវមកដល់ខ្ញុំពិបាកចិត្តខ្លាំងណាស់ខ្ញុំមិនសប្បាយចិត្តដែលត្រូវចាកចេញទៅទាំងបែបនេះនោះទេអ្នកភូមិទាំងអស់បានមកជូនដំណើរពួកយើងដោយក្តីទុក្ខសោកនឹកស្រណោះអាឡ័យខ្ញុំយំរហូតវិយ៉ាកដូចគ្នានាងទេស្មាខ្ញុំតិចឯងមិនទៅលាពេទ្យទេលាពេទ្យគាត់ចូលចិត្តឯងណាគ្នាគិតថាគាត់ស្រឡាញ់ឯងព្រោះគាត់សួរគ្នាពីឯងរហូតម៉េចឯងគិតបែបហ្នឹងមិនមែនគិតទេតែវាជាការពិត 100% ទៅលាគាត់ទៅសម្លាញ់គ្មានឱកាសទេនាងល្អិតបើមិនទៅពេលនេះប្រយ័ត្នស្ដាយក្រោយណាគ្នាក៏ដឹងថាឯងមិនចង់ទៅដែរឯងគួរតែនៅកន្លះឆ្នាំទៀតទៅព្រោះគេរើសគ្រូស្ម័គ្រចិត្តមកបង្រៀនចាស់មិនទាន់បានទេឯងគួរតែនៅជួយពួកគាត់សិនទៅណាចំណែកគ្នាដោយសារតែគ្នារវល់គុំអីគ្នាក៏នៅជាមួយឯងដែរហើយខ្ញុំរៀងអេះអុញបន្តិចតែក្រោយមកក៏ញញឹមយ៉ាងសប្បាយរីករាយអូខេអរគុណណាសម្លាញ់គ្នានឹងនៅបន្តឯងទៅចោះឲ្យបានសេចក្តីសុខណានាងញញឹមថែរក្សាខ្លួនណាចាំទៅជួបគ្នានៅភ្នំពេញ
ខ្ញុំអបរិយាជាលើកចុងក្រោយរួចក៏រត់ចេញពីហ្វូងមនុស្សយ៉ាងច្រើនមកដោយក្តីសប្បាយរីករាយខ្ញុំគួរតែធ្វើអ្វីដែលខ្ញុំគួរធ្វើខ្ញុំមិនគួរគេចវេសពីការពិតហើយធ្វើបាបដួងចិត្តខ្លួនឯងបែបនេះទេនៅក្បែរមាត់ជ្រោះឯនេះពេទ្យសិទ្ធកំពុងអង្គុយលេងហ្គីតាតែម្នាក់ឯងដោយក្តីក្រៀមក្រំចិត្តគេចមកនៅទីនេះសោះខំដើរឲ្យពេញតែភូមិសម្រាប់ជើងរបស់ខ្ញុំធ្វើឲ្យគេភ្ញាក់ងើបឈរទាំងងឿងឆ្ងល់អ្នកនាងមិនទាន់ទៅទេខ្ញុំញញឹមគ្រវីក្បាលខ្ញុំដូរចិត្តហើយខ្ញុំចង់នៅទីនេះបន្តជាមួយលោកថាម៉េចខ្ញុំចង់នៅជាមួយលោកគេធ្វើមុខមិនយល់សាច់រឿងខ្ញុំមិនយល់ទេខ្ញុំចូលចិត្តលោកពួកយើងសេពគប់គ្នាលេងទៅគេធ្វើភ្នែកស្លើរួចចាប់ដៃខ្ញុំយ៉ាងណែនដោយញញឹមស្រស់និយាយថាម៉េចនិយាយម្ដងទៀតទៅមើលខ្ញុំស្រឡាញ់លោកខេម៉ាខ្ញុំស្រឡាញ់លោកអូអត់ទេគួរនិយាយថាអូនស្រឡាញ់បងគេញញឹមយ៉ាងស្រស់រួចអោបខ្ញុំធ្នមដោយក្តីស្រឡាញ់ពេញបេះដូងបងស្រឡាញ់អូនបងស្រឡាញ់អូនខេម៉ាអូនដឹងហើយរៀបការនឹងបងណាអត់ទេគេមើលមុខខ្ញុំទាំងជ្រួញចិញ្ចើមយ៉ាងម៉េចទៀតហើយព្រះនាងខ្ញុំញញឹមមិនរៀបការជាមួយបងឥឡូវទេតែចាំ2ឬ3ឆ្នាំទៀតបានអត់គេញញឹមយ៉ាងស្រស់អស់ពីចិត្តអូខេបងយល់ហើយអរគុណអូនគ្រប់បែបយ៉ាងដែលព្រមស្រឡាញ់បងអរគុណបងដូចគ្នាដែលធ្វើឲ្យអូនសប្បាយចិត្តអូនស្រឡាញ់បងមិនដឹងថាជានិស្ស័យឬជាភាពចៃដន្យមនុស្សពីរនាក់ដែលពុំធ្លាប់ស្គាល់គ្នាសោះបែរជាបានជួបគ្នាទៅវិញពេទ្យសិទ្ធសម្លឹងខេម៉ាប្រកបដោយក្តីស្រឡាញ់ពេញបេះដូងគេពុំធ្លាប់គិតថានឹងស្រឡាញ់នាងទេហើយពុំធ្លាប់គិតថានឹងត្រូវដាក់ចិត្តស្រឡាញ់នាងនោះដែរប៉ុន្តែចុងក្រោយគឺជាគេដែលត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងជួបគ្នាលើកទី1គេមានអារម្មណ៍ថាចម្លែកចំពោះឫកពារបស់នាងព្រោះនាងមិនបានចាប់អារម្មណ៍ទៅលើគេសូម្បីតែបន្តិចបើទោះបីជាគេមានរូបរាងសង្ហាយ៉ាងណាក៏ដោយគេគិតថាពួកគេនឹងមិនអាចជួបគ្នាទៀតដាច់ខាតព្រោះរឿងចៃដន្យយីនៅលើโลกនេះគ្មានទេបើយើងគិតពីប្របាបគិតពីភាគរយដែលពួកគេអាចជួបគ្នាគឺសឹងតែស្ទើរសូន្យប៉ុន្តែអ្នកណាអាចទៅកំណត់រឿងបែបនឹងបានមិនចង់ជឿទេប៉ុន្តែវាកើតឡើងរួចទៅហើយនៅពេលដែលគេត្រូវជាប់ការងារទៅកាន់តំបន់ដាច់ស្រយាលនោះដំបូងគេក៏ពុំចង់ទៅដែរព្រោះតំបន់នោះឆ្ងាយណាស់ប៉ុន្តែបើគិតឲ្យយូរទៅគឺគេត្រូវតែទៅដាច់ខាតក្នុងនាមជាពលរដ្ឋម្នាក់ក្នុងមួយជីវិតនេះយ៉ាងហោចណាស់ត្រូវតែបានជួយការងារសង្គមខ្លះដែរទោះមិនច្រើនតែធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើបានមិននឹកស្មានថាគេបានជួបនាងនៅទីនោះម្ដងទៀតសោះវីជីនីសសាយជាភាពចៃដន្យជួបនាងនៅក្នុងភូមិដាច់ស្រយាលលើកដំបូងគេភ្ញាក់ផ្អើលមិនតិចទេគេមើលនាងហើយមើលទៀតដើម្បីឲ្យប្រាកដថាតើជានាងឬក៏អត់គេនៅចាំក្រសែភ្នែកបែបនោះក្រសែភ្នែកដែលពោពេញទៅដោយការខឹងនិងស្អប់តែបង្កប់ភាពទន់ភ្លន់គួរឲ្យស្រឡាញ់គេជឿជាក់ថាជានាង 100%លោកមេភូមិប្រាប់ថានាងឈ្មោះខេម៉ាជាអ្នកគ្រូដែលមកបង្រៀនចាស់ដោយស្ម័គ្រចិត្តគេស្គាល់ឈ្មោះនាងហើយចាប់ពីថ្ងៃនោះមកគេមានអារម្មណ៍ថាចូលចិត្តនាងកាន់តែខ្លាំងឡើងចូលចិត្តគ្រប់បែបយ៉ាងដែលនាងធ្វើចូលចិត្តគ្រប់បែបយ៉ាងដែលនាងមានទោះបីជាពេលខ្លះនាងមើលទៅហាក់សោកសៅតែកនៅតែស្រស់ស្អាតគួរឲ្យស្រឡាញ់គឺគេស្រឡាញ់នាងគេមិនដឹងថានាងធ្លាប់មានវិបត្តិស្អីខ្លះពីមុនមកនោះទេគេដឹងត្រឹមតែថាគេស្រឡាញ់នាងគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីនាងពួកគេញញឹមដាក់គ្នារួចអង្គុយចុះលេងនៅក្បែរមាត់ជ្រោះគេលេងជីដាឲ្យនាងស្ដាប់យ៉ាងពីរោះដោយក្តីសប្បាយរីករាយរឿងសប្បាយរីករាយវាជារឿងរបស់ថ្ងៃនេះបើថ្ងៃក្រោយកើតទុកវាជារឿងរបស់ថ្ងៃក្រោយកុំខ្វល់ថាវានឹងទៅជាយ៉ាងណាសំខាន់យើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយដើម្បីដើរតាមតម្រូវការរបស់បេះដូងយើងអរគុណដែលព្រមស្រឡាញ់ខ្ញុំអរគុណដែលបងធ្វើឲ្យបេះដូងខ្ទេចខ្ទាំមួយនេះមានភាពស្រស់ថ្លាឡើងវិញសន្យាក៏បានថាអូននឹងស្រឡាញ់បងជារៀងរហូតដល់ជីវិតស្រីម្នាក់លែងមានដង្ហើមតែទំហំនៃក្តីស្រឡាញ់គឺមិនអាចសាបសូន្យបានឡើយចប់រឿងព្រៃភ្នំភ្ជាប់បេះដូងបានមកដល់ទីបញ្ចប់ហើយ
ហើយក៏សូមអរគុណទឹកចិត្តប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់រឿងប្រឡំលោករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមទឹកចិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីនឹងទទួលបាននូវវីដេអូថ្មីៗទៀតនៅពេលក្រោយសូមអរគុណសូមជម្រាបលា